ព្រះរាជក្រឹត្យ នស /រកត /0325/392 យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសមានភូមិជាតិសាសនារក្ខតខតិយាខេមរារដ្ឋរាពុទ្ធិនទ្រាធរាមហាក្សត្រខេមរាជនីសមោហោភាកម្ពុជាឯករាជ្យរដ្ឋបូរណសន្តិសុភមង្គលាសេរីវិបុលាខេមរាស្រីពិរិយព្រះចៅក្រុងកម្ពុជាធិបតីបានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស /រកត /0423/614 ចុះថ្ងៃទី 8 ខែមេសា ឆ្នាំ 2023 ស្ដីពីការប្រោសព្រះរាជទានគោរមងារសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនបានទ្រង់យល់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនជួយចូលរួមកសាងនយោបាយឈ្នះឈ្នះនិងបានចូលរួមដឹកនាំកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិទទួលបាននូវសន្តិភាពស្ថិរភាពឯកភាពជាតិការអភិវឌ្ឍជាតិលើគ្រប់វិស័យការពារលទ្ធិប្រជាធិបតេយ្យការពារជាតិមានសន្តិសុខសង្គមបានល្អប្រសើរនិងមានកិច្ចសហប្រតិបត្តិការអន្តរជាតិព្រមទាំងរក្សាបាននូវឯករាជ្យជាតិនិងបូរណភាពទឹកដីក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមឆ្លៀសវៃនិងប៉ិនប្រសប់នៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រមានស្វាមីភក្តិចំពោះរាជបល្ល័ង្កការពារនិងគោរពព្រះពុទ្ធសាសនាចូលរួមយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌និងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៃកងយោធពលខេមរៈភូមិន្ទជូនសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនពរលោ2503 394ធ្វើនៅថ្ងៃទី 16 ខែមិនិនា ឆ្នាំ 2025 ឡាយព្រះហស្ថលេខា នរោត្តមសីហមុនី